សួស្តីអ្នកនាងខ្ញុំបាទវិទូថ្ងៃនេះដែរខ្ញុំចង់មកបង្ហាញពី feature មួយគឺ face gesture ដែលអនុញ្ញាតឲ្យលោកអ្នកប្រើប្រាស់ផ្ទៃមុខដើម្បី control ទូរស័ព្ទ iPhone របស់លោកអ្នកដូចជាលោកអ្នកអាច customize ថាព្រិចភ្នែកដើម្បី scroll ចុះ scroll ឡើងឬក៏បិទទូរស័ព្ទឲ្យជាដើមអញ្ចឹងវាមានភាពងាយស្រួលមែនតើសម្រាប់លោកអ្នកនៅពេលដែលដៃប្រឡាក់ឬក៏ជាប់រវល់ណាមួយអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរតោះមកមើលពីរបៀបប្រើប្រាស់ទាំងអស់គ្នាអញ្ចឹងដើម្បីប្រើប្រាស់ face gesture លោកអ្នកជាដំបូងចូលទៅក្នុង setting រួចអស់មកក្រោមយកពាក្យថា accessibility រួចលោកអ្នកអស់មកក្រោមបន្តិចទៀតមកឃើញពាក្យថា head tracking នៅពេលដែលលោកអ្នកចូលទៅឃើញ customize ជាច្រើនដូចជា raise eyebrow ឬមួយក៏ញាក់អញ្ចើមហ្នឹងលោកអ្នកអាចកំណត់ថានៅពេលដែលលោកអ្នកញាក់អញ្ចើមចូលទៅក្នុង app ណាមួយឬក៏បិទបើកសំឡេងជាដើមហើយដូចគ្នាដែរជាមួយនឹងបើកមាត់នៅពេលនេះខ្ញុំបានកំណត់ថាបើកមាត់ហ្នឹងគឺ screenshot ដែលលោកអ្នកបានឃើញចឹងហើយខ្ញុំក៏បានកំណត់ថាលៀនដាតគឺបើកកាមេរ៉ាផងដែរអញ្ចឹងមុនពេលដែលដំណើរការលោកអ្នកត្រូវតែបើក head tracking ជាមុនសិនតោះឥឡូវនេះយើងមកមើលពីការប្រើប្រាស់ទាំងអស់គ្នាខ្ញុំធ្វើការបើកមាត់ដើម្បី screenshot និងធ្វើការលានដាតដើម្បីបើកកាមេរ៉ាសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់និងសូមជួយចុច like share និង follow ដើម្បីទទួលបានវីដេអូថ្មីៗហើយបើសិនជាលោកអ្នកមានចម្ងល់ណាមួយទាក់ទងទៅនឹងផលិតផល Apple សូមជួយ comment នៅខាងក្រោមសូមអរគុណ